honestly 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 ដោយស្មោះត្រង់ឬមួយក៏ដោយសុចរិតបាទសុចរិតទៀងត្រង់ស្មោះត្រង់មិនមានការលាក់លៀមអីណាបាទទៅមុខទៀត yeah admit 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 បាទយល់ព្រមឬមួយក៏សារភាពបាទ part of speech របស់វាគឺ verb បាទពាក្យទី3គឺអណ្ដាតភ្លើងបាទអណ្ដាតភ្លើងអញ្ចឹង flame 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 បាទគឺជា noun បាទតែថាអណ្ដាតភ្លើងធ្វើទំនាក់ទំនង communicate 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 part of speech របស់វាគឺជា verb បាទអញ្ចឹងប្រែថាធ្វើទំនាក់ទំនងដែលវិលមកឬមកក៏ធីងធងបាទវិលមកឬក៏ធីងធងអញ្ចឹង dizzy 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 បាទ part of speech របស់វាគឺ adjective បាទអញ្ចឹងដែលវិលមកឬមកក៏ដែលធីងធងស្រួលខ្លួនណាបាទអ្នកស៊ើបអង្កេត detective yeah detective part of speech ជា noun ប្រែថាអ្នកស៊ើបអង្កេតសារភាពបាទសារភាព confess yeah confess part of speech adverb បាទអញ្ចឹងសារភាពការឆ្លើយសារភាពបាទការឆ្លើយសារភាព confession អញ្ចឹង part of speech ជា noun ប្រែថាការឆ្លើយសារភាពយ៉ាដាក់តាំងបង្ហាញ display part of speech verb ប្រែថាដាក់តាំងបង្ហាញមិនធម្មតាមិនធម្មតា unusual part of speech ជា adjectives បាទប្រែថាមិនធម្មតាទំនាក់ទំនងសាធារណៈអញ្ចឹងអានថា public relations ទំនាក់ទំនងសាធារណៈបាទដូច្នេះឬមកក៏ដើម្បីឲ្យ so that ដូច្នេះឬមកក៏ដើម្បីឲ្យបាទពាក្យចុងក្រោយគឺ somewhat adverb ប្រែថាបន្តិចបន្តួចបាទអរគុណច្រើនបងប្អូនសម្រាប់ការចូលតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ក្នុងចំណោមពាក្យទាំងអស់នេះតើបងប្អូនពេញចិត្តពាក្យមួយណាជាងគេសូម comment នៅខាងក្រោមបាទបើសិនមានកំហុសឆ្គងសូមការអធិស្ឋានជួបគ្នានៅវីដេអូក្រោយៗទៀត